កម្មវិធីនេះឧបត្ថម្ភដោយ New Honda Dream The New Rising Star ជំរុញដល់ក្តីសុបិនឲ្យក្លាយជាការពិតនេះស្ដាយក៏ទុយភ្លេងទៀតទុយភ្លេងទៀតបាទសូមស្វាគមន៍ជាថ្មីមកកាន់កម្មវិធីវេទិកាលោកគ្រូព្រំម៉ាញចាលោកស្រីនាងកញ្ញាតែងតែបានទស្សនាជាមួយនឹងកម្មវិធីរៀងរាល់ថ្ងៃអាទិត្យចាវេលាម៉ោង 11:30 នាទីដល់ម៉ោង 12 ថ្ងៃត្រង់ចាពីកម្មវិធីរបស់យើងតែងតែពំនាំយកអ្វីដែលប្លែកៗចារៀងរាល់សប្តាហ៍តែម្ដងមិនអញ្ចឹងលោកគ្រូបាទចឹងនិយាយប្លែកហ្នឹងប្លែកមិនប្លែកយើងនៅក្នុងស្រុកយើងឬក៏ប្លែកទៅក្រៅស្រុកស្រុកចាក្នុងកម្មវិធីទាំងមូលតែងតែអញ្ជើញតារាកិត្តិយសចាមិនអោយដដែលទេចាហើយពិធីកបទីការនេះគឺដូរ style ទៅរហូតការស្លៀកពាក់ចាខ្ញុំអីអាយុ60ហើយវាគួរប្លែកហើយចាប្លែកបាទចាប្លែកទេលោកគ្រូក៏នៅក្មេងយើងវាក្មេងនៅសាច់តឹងឥឡូវវាធូរនៅតឹងដដែលតាំងចាពងគាត់ថាចូល60ចឹងត្រូវហើយព្រោះប្លែកតាំងពីសម្លេងប្លែកតាំងពីបាទកាយតាំងពីរបស់យើងទៅហើយហ្នឹងហើយបាទចឹង60ចូលប្លែកហ្មងណោះបាទហើយចុងចាប្រហែលហ្នឹងខ្ញុំដល់60ដូចលោកគ្រូដែរបាទ60ចាឥឡូវហ្មងប្រហែលឥឡូវប្រហែលឥឡូវទៅ50អត់ទាន់ប្លែកហ្មងហ្នឹងហើយតែអត់ចឹងគ្រាន់ចាស់លោកគ្រូណែបើចង់ចាស់50ហើយទៅបួស50ទៅបួសចាស់ហើយហ្នឹងដល់ចាស់ហើយទៅវាទៅអាបត់គូសក្រាចបាត់ហើយអាហ្នឹងវាចូលលំនាំគេហៅថាប្រសង់ VIP អូ VIP វិញបាទលោកស្រីញ៉ាកំពុងតាមដានទស្សនាឥឡូវនេះយើងមានតារាកិត្តិយសរបស់យើងចង់ដឹងថាតារាកិត្តិយសយើងរូបណានៅថ្ងៃនេះសប្តាហ៍នេះជានរណាទុំបង្ហាញវត្តមានតារាកិត្តិយសរបស់យើងដូចតទៅសូមអញ្ជើញអូកំឡោះសង្ហាព្រែកជាមួយនឹងកញ្ញាក្មួយស្រីចេនីរៀបសួរតាពូឲ្យបងចុះអញអ៊ំវានឹងជំរាបសួរអ៊ំមិញពូអ៊ំអត់មានទេមិញហៅបងអីហៅលោកគ្រូបងអូអញ្ចឹងអត់បាទជំរាបសួរមិញហៅលោកគ្រូបងតើអត់ទេហៅបងមិញហៅនេះហៅខាងនេះមិនហៅលោកគ្រូទេមិញហៅមកខ្ញុំមិញហ្នឹងខ្ញុំចាំស្ដាប់ភ្លេងមិនដើរចេញដល់ពេលគេអត់លេងយើងចឹងគេស្ងាត់ហ៎បាទបែរមកក្មួយស្រីវិញមើលក្មួយស្រីមិនជឿនតារាគេយកមកមានសាសខ្លះមួយខ្លះនេះមិនអីកូនចាសុខសប្បាយចាសុខសប្បាយហើយម៉ាក់អីអត់អីចាសុខសប្បាយទាំងអស់គ្នាចាចង់សួរបានន័យថាម៉េចហើយជើងនឹងដែលគ្រោះថ្នាក់អីទេអ៊ំសួរជើងដែលគ្រោះថ្នាក់អីទេវាដូចជើងសធរចាហើយយ៉ាងម៉េចដែរមួយរយៈនេះលពលច្រើនទេចាសម្រាប់ការងារសិល្បៈឥឡូវអត់សូវទេព្រោះអីស្ទើរលពលអូនវិញអូនប្រុសវិញនេះអូនប្រុសក៏ថតម្ដាយក៏ថតហ្នឹងហើយម្ដាយក៏ថតក្មួយស្រីក៏ថតបាទខ្ញុំចេញពីហ្នឹងទៅថតដែរថតបាទថតសួតហើយមិនសួតហ្នឹងចេះតែមិនចេះតែសួតវាចេះសំដែងចឹងសួតហ្នឹងមិនស្អិតល្មេអីចូលគ្នាទេបាទអត់ទេសួតហ្នឹងដូចវាធំដូចយ៉ាងហេដូចសួតបាទសួតយ៉ាងហេហើយមិនធំដូចយ៉ាងហេវិញសួតនេះវាមិនដែរមានអត់ទេដូចថាយើងចេះតែនឹកឃើញមកទៅអត់គ្នាទៅពវៀនវាទៅធំទៅទើលើសួតហ្នឹងហុចអាម៉េចហើយចំហហិតដល់សួតហ្នឹងពេទ្យគេបណិតទៅឃើញចាំបែបនេះវាមិនឲ្យទៅតាមពេទ្យហ្នឹងតែពេទ្យពិនិត្យក្លិនទេហ៎បាទក្លិនសួតយ៉ាហេហីបាទអរគុណឥឡូវនេះណាគឺថាយើងកម្មវិធីយើងនៅសារលេងសើចតិចជាមួយកំឡោះព្រែកឥឡូវលោកព្រែកវាមិនដែលបានចូលអត់ដែលបានចូលទី1ទេហើយប្រហែលជាចេះប្រហែលជាដោយសារបងប្អូនទស្សនិកជននឹងគ្រប់គ្រងថ្ងៃក្រោយចូលមកទៀតហើយបាទឥឡូវនិយាយពីជីវិតពិតរបស់កំឡោះសង្ហាព្រែកវិញដោយសារមានគេហៅថាទំព័របណ្ដាញសង្គម Facebook ហ្នឹងក៏បង្ហោះរឿងពិតយ៉ាងណានោះលើកំឡោះសង្ហាលោកព្រែកថាលោកព្រែកបន្តឆ្នាំនេះគឺថាមានគូដណ្ដឹងហើយមែនអត់ឥឡូវបងប្អូនគាត់ចង់ដឹងថាមែនឬក៏អត់បាទតែគេថាព័ត៌មានហ្នឹងអរគុណដែរដល់បងខាងសារព័ត៌មានទាំងអស់ដែលគាត់បានជួយផ្សាយណាបាទព័ត៌មានហ្នឹងគឺពិតប្រាកដបាទប៉ុន្តែចំពោះថ្ងៃរៀបការគឺមិនទាន់ច្បាស់ទេប៉ុន្តែគាត់ថាថ្ងៃភ្ជាប់ពាក្យហ្នឹងគឺពិតប្រាកដដែរព្រោះថាគេមានទាំងវីដេអូមានទាំងរូបបងស្មានព័ត៌មានគាត់ចុះទៅរបស់គាត់បងស្មានណៃហ្នឹងថតសម្លៀកបំពាក់សម្អាងកាយគេចាបងឃើញថានេះអញ្ចឹងព្រោះអីធម្មតាណាស់ណាថតទាំងម៉ែទាំងឪខ្ញុំជុំគ្នាហេជួនកាក់ចុះមកយកគាត់មិនតារាដែរចុះប៉ាខ្ញុំមានតារាណាគាត់ទៅបលីនៅព្រំដែនមិនឃើញគាត់ថតតែគាត់ផ្លេតារាតែឈ្មោះតារាប៉ាគេ
បាទគាត់ជុំនេះប៉ុណ្ណឹងហ្នឹងក៏អត់បានជឿសិល្បករសិល្បករនេះច្រើនដែរលោកពូដោយសារតែយើងនៅឆ្ងាយយើងនៅដល់តែបើថ្ងៃការអត់អញ្ជើញក៏អរគុណអាព្រៃអីដែរអត់អីទេបាច់ទេកុំឲ្យវាចំណែកដែរបើសិនជាដោយថាអ៊ំទៅជាមួយនឹងចាបជានឹងចំណងដៃពីរអ្នកហ្នឹងតិចមិនក៏$25ដែរអត់ទេខ្ញុំស្រួលទេឥឡូវនេះខ្ញុំរៀបចំគម្រោងសម្រាប់រៀបការហ្នឹងហើយចង់ស្ដាប់ទេលោកគឺយើងធ្វើបែបទំនើបណាបាទលើខ្លោងគ្វាហ្នឹងគឺខ្ញុំដាក់ sensor នៅកន្លែងរោងការខ្ញុំហ្នឹងបាទអ្នកដែលភ្លេចចងដៃគឺលោតសារ៉ែនហ្មងអ្នកដែលចេញមកណាភ្លេចចងដៃគឺលោតសារ៉ែនអ្នកណាអត់យកអាធៀបការហ្នឹងមកបាទលោតសារ៉ែនបានន័យថាភ្លេចចងដៃក្នុងធុងណាវាមាន sensor ក្នុងអាអូខ្ញុំធ្វើដូចក្នុងម៉ាចឹងដូចម៉ានេះបាទគាត់ឈានជើងចេញមកព្រឹកវាលឺស្រែកមកទេអូខាងនេះអត់ចង់ដៃចេះយើងមានគម្រោងមួយដែរការហើយយើងដាក់ sensor ដែរហ្នឹងបើថាមិនព្រមត្រូវគ្នាទេសារ៉ែនស្រែកដែរអត់ទាថាអត់ទាចងដៃហើយបាទនឹងវាលែងស្រែកណាឲ្យចប់បើយើងលូកយកពីផ្ទិលមកវិញស្រែកទេអាហ្នឹងទ្រង់ធ្លាក់មកហ្មងបាទគ្របវាមានចឹងដែរអត់ទេល្អណាអត់ទេពីអនឡាញតាអញ្ចឹងវាចំនេះល្អតាទីអ្នកភ្លេចចងដៃចឹងវាលឺទីទេតែបើអ្នកលួចស្រាបានលឺខ្លាំងមកងាវអ្នកស្រាចេញពីរោងខ្ញុំនឹងត្រូវសងស្រាគេវិញសិនចាំទៅចុះអាហ្នឹងកំណត់អីហើយក៏កំណត់ឥឡូវខ្ញុំចេះវិញបើជ្រុលដាក់ចឹងហើយពេលឯងយល់ជ្រុលចឹងហើយចាំពូឲ្យយោបល់វិញអ្នកដែលភ្លេចចងដៃអាសារ៉ែនវាស្រែកលូកដៃចូលយកលុយក្នុងផ្ទិលសារ៉ែនស្រែកប៉ុន្តែពេលឯងដល់ថ្ងៃតំត្រេកទៅអត់តំនេះសួរស្រែកដែរណែវាមិនស្រែកទេខ្ញុំបាត់ប្រ៉ែតទៅអត់មានបាត់ប្រ៉ែតទេទៅមិនក៏លឺសូធ្ងោដែរអានេះសារ៉ែនមិនលឺអរគុណណាលោកស្រីញ៉ាកម្មវិធីរបស់យើងនេះគ្រាន់តែជាបង្ហាញសមត្ថភាពតាកិត្តិយសរបស់យើងមកហៅតាមដំបូងទេយើងចង់ដឹងថាវគ្គបន្តមានអ្វីសូមទស្សនាទាំងអស់គ្នាដូចតទៅចាសូមចេញថានៅវគ្គបន្ទាប់មានអ្វីប្លែកសូមរងចាំទស្សនាទាំងអស់គ្នា